យើងបានរៀបចំ3លក្ខណៈលក្ខណៈវិស័យទី1នោះគឺការប្រើប្រាស់កាយសម្បទាពិតតែម្ដងរីឯចំណែកកីឡាករនីរបស់យើងនេះប្រើប្រាស់អាវុធដែលមានមុខមុតមានដូចជាផ្គាក់ដាវលំពេងសុទ្ធសឹងតែជាអាវុធដែលមានមុខមុតឬក៏យើងអាចហៅថាសត្រាចំណែកកត្តាទី3ដំតាយើងបានប្រើប្រាស់អាវុធដែលគ្មានមុខដូចជាដំបៀបគៀបស្រូវគៀបថ្នោតកែលខែលត្មងវែងខ្លីយុទ្ធគុណដូនតាខ្មែរបង្កប់សិលសាស្ត្រវប្បធម៌សិល្បៈដ៏វិសេសវិសាលនៅក្នុងរបាំប្រជាប្រិយរំវងរំក្បាច់រំលក់រំកែមរំព្រឿនរំសារបាញ់រំឡាំលាវរំតលងកន្ទ្រឹមប្រសិទ្ធជោគកពឹសនិងមហោរីបងប្អូនចេះរំរបៀបរបាំប្រជាប្រិយនោះហើយគឺជាស្លៀកគុណរបស់យើងក៏ប៉ុន្តែយើងមិនចេះវាយយើងចេះតែរំហើយបើហ៊ានវាយនៅតាមសាធារណៈប៉ូលីសចាប់វាស់កម្ពស់មិនខានតែបើសិនជាបងប្អូនចង់អញ្ជើញមកប្រកួតជាមួយនឹងកីឡាករនេះយើងគឺស្របច្បាប់បាច់មុខបាច់មាត់អត់បញ្ហាសូម